ចាជំរាបសួរបងប្អូនទាំងអស់គ្នាអរុនសួស្តីពីប្រទេសណូវេចាថ្ងៃនេះគឺជាថ្ងៃពុធបន្ទាប់ពីវះកាត់បានមួយសប្តាហ៍គឺនឹងខ្ញុំមានសភាពស្រស់ស្រាយជាដូចដើមតែម្ដងចាស្នាមមុខរបួសក៏បាត់ឈឺហើយសុខភាពគឺស្រស់ស្រាយឡើងវិញតែម្ដងចាគ្រប់រឿងរ៉ាវในជីវិតប្រចាំថ្ងៃគឺសុខនឹងទុក្ខតែតដើរទៅគ្នារហូតល្អនិងអាក្រក់ក៏ដើរទៅគ្នាអ្វីៗគឺវាតែងតែវាមានគូមកអញ្ចឹងខ្មែរគូនឹងសល្អគូនឹងអាក្រក់អីអញ្ចឹងទៅចាហើយជាធម្មតាគឺរឿងល្អវាតែងតែកើតក្រោយនៃរឿងអាក្រក់ចាហើយក៏វាតែងតែនៅពីក្រោយនៃរឿងអាក្រក់ផងដែរដូចជារូបភាពដ៏ស្រស់ស្អាតមួយផ្ទាំងនេះអញ្ចឹងនៅពីក្រោយផ្ទាំងរូបភាពដ៏ស្រស់ស្រទន់ស្រស់ស្អាតនេះគឺទើបតែបានរចនាឡើងដោយវិចិត្រករដៃឯកតែបានរចនារូបភាពនេះឡើងក្រោមផ្ទៃកំណត់ពណ៌សឬពណ៌ខ្មៅដែលនៅពីក្រោយរូបភាពដ៏ស្រស់ស្អាតនេះយ៉ាងណាមិញដំណើរនៃជីវិតប្រចាំថ្ងៃគឺវាវិលចុះវិលឡើងដូចកង់រទេះចាពេលខ្លះរឿងល្អគឺកើតនៅពីក្រោយរឿងអាក្រក់ហើយពេលខ្លះទៀតរឿងអាក្រក់ក៏កើតឡើងពីក្រោយនៃរឿងល្អអញ្ចឹងទៅចាអាស្រ័យទៅលើការបត់បែននៃវិលជុំកងពណ៌នៃជីវិតឡើងចុះឡើងចុះចុះឡើងអីចឹងតែប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្រាប់ការប្រតិបត្តិនៃជីវិតប្រចាំថ្ងៃនោះគឺមានរបស់ពិសេសម្យ៉ាងដែលมันមានការផ្លាស់ប្ដូរឬក៏มันមានការចាកចេញពីខ្លួនរបស់មនុស្សយើងម្នាក់ឡើយនោះគឺស្នាមញញឹមបង្កើនក្តីមេត្តាសម្រាប់មនុស្សទូទៅនៅក្បែរខ្លួនជុំវិញខ្លួនទាំងសត្វនៅក្នុងលោកទាំងមនុស្សជាតិនៅក្នុងលោកតែម្ដងហើយជាការពិតភាពរស់រាយរាក់ទាក់នៃស្នាមញញឹមហ្នឹងក៏ស្របគ្នាជាមួយនឹងពន្លឺនៃព្រះពុទ្ធសាសនាផងដែរចា៎ព្រោះស្នាមញញឹមនិងទុកមុខដ៏រស់រាយរាក់ទាក់របស់មនុស្សហ្នឹងគឺជាគេហៅថាភ្លើងបំភ្លឺផ្លូវដែលឆ្ពោះទៅកាន់ផ្លូវសន្តិភាពនិងផ្លូវគុណធម៌ភ្ជាប់ខ្លួនរបស់មនុស្សយើងម្នាក់ផងដែរទឹកមុខដ៏រីករាយនឹងស្នាមញញឹមរួមផ្សំជាមួយនឹងទង្វើប្រចាំថ្ងៃដែលកើតចេញពីការនិយាយស្ដីចំពោះមនុស្សទូទៅក៏ជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីអត្តចរិតនិងទឹកចិត្តខាងក្នុងផងដែរអញ្ចឹងជាទូទៅខ្ញុំតែងសម្លឹងមើលឃើញគាត់ជាមនុស្សដែលរស់រាយភាគច្រើនគឺគាត់មានចិត្តទូលាយចា៎គាត់តែងតែផ្ដល់នូវក្តីមេត្តាឲ្យមនុស្សនៅជុំវិញខ្លួនហើយគាត់រស់នៅជាមួយនឹងជីវិតមួយដែលហៅថាគាត់អត់ប្រណាំងប្រជែងអត់ប្រៀបធៀបអត់បៀតបៀនអ្នកដទៃគឺគាត់រស់នៅបែបជាខ្លួនគាត់អត់ចំណាយនន្ទាឈ្នានេះឬក៏និយាយដើមឬក៏និយាយដោយពាក្យចាក់ដោតសោកសៀតដល់អ្នកដទៃគឺគាត់អត់មានទេចា៎ហើយមនុស្សប្រភេទនោះគឺយើងចូលទៅចិត្តគាត់គឺមានភាពកក់ក្ដៅហ្មងនេះមានន័យថាគាត់ជាមនុស្សសំណាងម្នាក់ដែលគាត់មានការប្រទានពរពីព្រះជាម្ចាស់ដែលផ្ដល់ឲ្យគាត់នៅស្នាមញញឹមដែលបង្ហាញពីក្តីមេត្តាករុណាធម៌របស់គាត់ពីភាពពីសភាវៈនៃធម្មជាតិរបស់គាត់ហ្មងណាចាសរុបឲ្យខ្លីទៅទឹកមុខបង្កប់នៅស្នាមញញឹមនិងភាពរស់រាយរាក់ទាក់នេះក៏យើងអាចសង្កេតនឹងឃើញនៅក្នុងរឿងព្រេងនិទានខ្មែរដូចជារឿងនាងកង្រីហ្នឹងចាសភាវៈនិងអត្តចរិតរបស់នាងកង្រីដែលរឿងព្រេងនិទានខ្មែរយើងគឺបានស្ដែងចេញថានាងកង្រីគឺជាស្ត្រីដែលមានរូបឆោមល្អស្អាត
ពីធម្មជាតិគឺជាស្ត្រីដែលមានភាពរុះរាយរាក់ទាក់រក្សានៅចិត្តស្មោះចិត្តបរិសុទ្ធអញ្ចឹងទៅចាយើងអាចជាឧទាហរណ៍នឹងនាងកង្រីដែលយើងមើលទៅពីសភាវៈនៃចិត្តរបស់មនុស្សស្រីដែលមានអត្តចរិតសុភាពរៀបសារបង្កប់នៅស្នាមញញឹមនឹងហើយដែលស្ដែងចេញពីចរិយាមេជាតិពីខាងក្នុងរបស់មនុស្សទូទៅបងប្អូនចាដូចជាការនិយាយស្ដីចរិតចេញមកសុភាពរុះរាយរាក់ទាក់អញ្ចឹងទៅចានេះគឺជាឧទាហរណ៍យ៉ាងខ្លីសម្រាប់នៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងណាបងប្អូនចាយ៉ាងណាក៏ដោយនេះខ្ញុំសូមអភ័យទោសចំពោះការអត្ថាធិប្បាយនៅក្នុងវីដេអូនេះគ្រាន់តែជាការគំនិតដែលខ្ញុំបានឃើញក៏អត្ថាធិប្បាយឡើងតិចតួចនៅក្នុងថ្ងៃពុទ្ធនេះផងដែរចាសូមអរគុណបងប្អូនទាំងអស់គ្នាផ្ញើនៅសេចក្តីគោរពរាប់អាននិងក្តីស្រឡាញ់ពីនាងខ្ញុំផងជម្រាបលាសុខសប្បាយទាំងអស់គ្នាណា